ពុំតែរងចាំរួចហើយជាស្រេចដើម្បីនឹងធ្វើដំណើរឡើងមកកាន់វេទិកាដូច្នេះនៅក្នុងឱកាសនេះផងដែរក៏សូមអនុញ្ញាតគ្រប់អញ្ជើញបាទចំពោះភ្ញៀវទាំងអស់មេត្តាចូលរួមឲ្យបានច្រើនក៏ខុសទាំងអស់គ្នាដោយគ្រាន់តែជួយទទួលយកនៅផ្កាម្នាក់បន្តិចម្នាក់បន្តិចបន្តមកគេថាឈរតាមបាទរបងកិច្ចនោះជាពីរជួរដើម្បីរងចាំបាច់នៅផ្កាអបសាទរជូនពរស្រីសុស្ដីទៅដល់គូស្វាមីភរិយាថ្មីដែលនឹងធ្វើដំណើរមកកាន់វេទិកានៅក្នុងពេលបន្តិចនេះបាទដូច្នេះហើយសូមជម្រាបទៅដល់ខាងបងដែលជាអ្នករៀបចំចាត់ចែងនេះครับបានជួបនឹងជួយក្នុងកម្មវិធីមង្គលតាំងពីម្សិលមិញព្រឹកមិញរហូតដល់ថ្ងៃនេះទៀតហើយជាការអញ្ជើញចូលរួមដើម្បីជួបពរជ័យសិរីមង្គលដល់គូស្វាមីភរិយាថ្មីដែលនឹងធ្វើពិធីមង្គលហើយឥឡូវនេះកំពុងតែទទួលភ្ញៀវពិសាភោជនីយដ្ឋានក្នុងពិធីដកឧត្តមឧត្តមសប្បាយនេះដូច្នេះតាមសំណើសំណុំពររបស់លោកមានថាបេដាភាសាសងខាងស្បែកគុំទាំងពីរស្បែកនឹងព្រមម្ចាស់ការទាំងគួរស្បែកគុំទាំងពីរក៏ដូចជាលោកពិធីករដែលបានអញ្ជើញសូមមេត្តារួបរាន់ខាងកូនក្រុមកំពង់ស្រីបានរៀបចំនោះដើម្បីអញ្ជើញមកកាន់វេទិកាកិត្តិយសនិងធ្វើពិធីថ្លែងសន្និដ្ឋានស្វាគមន៍ដល់កិច្ចភ្ញៀវកិត្តិយសដែលលោកអញ្ជើញចូលរួមនៅពេលនេះដូច្នេះលោកឪពុកលោកម្ដាយទាំង4ស្បែកគុំទាំងពីរក៏សូមត្រៀមលក្ខណៈសម្បត្តិដើម្បីអញ្ជើញចូលមកកាន់ទីកន្លែងធ្វើកិច្ចស្វាគមន៍ចំពោះភ្ញៀវកិត្តិយសរបស់យើងដែលលោកកំពុងតែមានវត្តមានកោះកលរំចាំជូនពរជ័យសិរីមង្គលដល់គូស្វាមីភរិយាថ្មីក្នុងឱកាសនេះខ្ញុំគួរតែបកស្រាយចំណេញមួយបទដើម្បីជួបជាចំណងដៃឬក៏ជាសម្ដាប់ផងបីក្នុងរយៈពេល3ឆ្នាំនេះដែលខ្ញុំបានជ្រើសសក់ទៅកាត់ហើយជួយទៅស្ទើរថាស្អែកនឹងទៅព្រះវិហារសត្វជីវិតគឺរបស់យើងក៏បានអញ្ជើញមកចូលរួមយ៉ាងច្រើនក៏ដូច្នេះសូមគោរពអញ្ជើញមកមេដាសូមគោរពអញ្ជើញឡើងលើវេទិកាដល់នឹងពេលណាកូនក្រមុំផងដែរបាទសូមគោរពអញ្ជើញឡើងលើវេទិកាបាទបាទសូមអធិស្ឋានពីអស់លោកលោកស្រីបើសិនជាយើងខ្ញុំទទួលបដិសន្ធារៈមិនបានសមខ្លួនជាបន្តទៅទៀតនេះខ្ញុំបានតំណាងតាមឲ្យលោកម្ចាស់ដើមការទាំង4ស្បែកគុំទាំងពីរសូមអធិស្ឋានអស់លោកលោកស្រីប្រឡេកមើលទៅខាងចុងខាងនោះកូនប្រុសកូនស្រីកំពុងរៀបចំដំណើរគួរមកកាន់វេទិកាកិត្តិយសដើម្បីគោរពមេត្តាបិតាក៏ដូចជាបង្ហាញខ្លួនចំពោះទស្សនិកជនទាំងអស់